ok rồi đây này ở trên nó trong video nick trong nâng hai này ở này tại tông chúng mình nâng cả hai này khơi icon this PC hay nâng control panel tôi chỉ đối nó về để dừng tờ làm cầm ta tờ 4 cứ PC bởi dân vì ọt hai icon this PC hay nâng control panel thì dân đầm bay bằng hai icon ở nút này ở này anh mởតាមvideo này bạn trongក្នុងvideoនេះខ្ញុំនឹងបង្ហាញទាំងពីរទាំង Windows 10 និង Windows 11នឹងដំបូងខ្ញុំបង្ហាញ Windows 11សិនអញ្ចឹងការបង្ហាញ icon this PC ហើយនិង control panel ហ្នឹងតើតែ Windows របស់យើងហ្នឹងគឺបាន activate ហើយរួចផងដែរបើសិនជា Windows របស់យើងអត់ទាន់បាន activate ទេអញ្ចឹងវាយើងអត់អាចបង្ហាញ icon ទាំងពីរហ្នឹងបានទេអញ្ចឹងដើម្បីបង្ហាញអ្នកនរគ្នាចុចមកស្ដាំបាទបន្ទាប់មកយើងយកពាក្យថា personalize បាទបន្ទាប់មកអ្នកនរគ្នាមើលមកក្រោមយើងឃើញនៅត្រង់ចំណុចនេះ theme បាទចុចចំទៅលើវាមកបាទហើយបន្ទាប់មកយើង scroll មកក្រោមបន្តិចហើយអ្នកនរគ្នានឹងឃើញពាក្យថា desktop icon setting អញ្ចឹងចុចចំទៅលើវាមកបាទសំទោសសម្រាប់សំឡេងរំខានព្រោះឥឡូវខ្ញុំនៅក្រៅអញ្ចឹងបាទអញ្ចឹងវាលុតចេញផ្ទាំង pop up ផ្ទាំងបែបនេះអញ្ចឹងអ្នកនរគ្នាអាច tick អញ្ចឹងចង់បង្ហាញ this PC យើង tick នៅលើនេះបាទចង់បង្ហាញ control panel យើង tick នៅលើនេះបាទខ្ញុំ tick ទាំងពីរបែបនេះហើយបន្ទាប់មកយើងចុចពាក្យថា apply បាទហើយ OK បាទតែមកយើងមើលបាទនេះគឺជា icon 2ដែលយើងទើបតែបានបង្ហាញមិញ